ឃើញមានខ្មោចជីករត់តាមឡានក្រុងអត់ទៅណាគឺរត់តាមរហូតហ្មងរឿងហ្នឹងគឺកាត់ឡើងទៅលើបងមួយដែលគាត់ហ្នឹងគឺជាអាជីវករជាអ្នកលក់បាននៅក្នុងផ្សារអញ្ចឹងនៅក្នុងម៉ោង4ម៉ោង3ម៉ោង4ព្រឹកហ្នឹងគាត់ត្រូវតែងើបទៅផ្សារដើម្បីរៀបបានឲ្យម៉ាត់គាត់ពេលដែលគាត់ជិះទៅផ្សារហ្នឹងដំបូងគាត់ជិះទៅមួយឡានក្រុងឯងបន្ទាប់មកទៀតឡានក្រុងហ្នឹងក៏វ៉ាគាត់ទៅបាត់ពេលដែលឡានក្រុងវ៉ាគាត់ទៅបាត់ហ្នឹងគឺគាត់មើលឃើញណាម្នាក់ហ្នឹងគឺរត់តាមឡានក្រុងហ្នឹងហ្មងរត់តាមប៉ុន្តែដល់ពេលដែលគាត់មើលទៅជើងគាត់អត់មានឃើញជើងទេប៉ុន្តែឃើញរត់ទៅហើយពេលហ្នឹងគាត់រៀងភ្ញាក់បន្តិចដែរលក្ខណៈគាត់ក្តាប់ចកោតម៉ូតូហ្នឹងមើលទាំងស្លុតណាហើយដល់ពេលហ្នឹងលក្ខណៈវិញ្ញាណអីគេហ្នឹងរត់មកក្រោយឡានក្រុងហ្នឹងគឺវាចាំងមួយភ្លើងហ្វាហើយងាកមកមើលគាត់ហើយញ៉ាំបដៅរត់តាមឡានហ្នឹងបដៅគឺគាត់ពេលហ្នឹងគឺគាត់ចាប់ប្រាំងអកសើឡើងចង់ដួលគាត់ស្លុតឲ្យផ្លឹកមើលហើយវិញ្ញាណហ្នឹងនៅតែរត់តាមឡានហ្នឹងដដែលរត់តាមរហូតដល់ដាច់ទៅភ្នែកគាត់ហ្មងគាត់តែពេលហ្នឹងគាត់ទុនដៃទុនជើងគាត់អត់ដឹងថាត្រូវធ្វើអីបន្តទៀតជិះម៉ូតូក៏ជាអត់ទៅមុខដែរគឺទាំងអស់គ្នាគាត់មើលតើវាជារូបភាពដែលគួរឲ្យព្រឺរោមមិនខ្លះកំពុងតែអង្គុយអុចធូបនៅមុខរូបថតសាប់សុកស្រាប់តែបានឃើញអ្នកដែលស្លាប់ទៅហ្នឹងគាត់កំពុងតែអង្គុយយល់ជើងនៅលើចដាលមុខផ្ទះនឹងឯងទាំងអស់គ្នាសភាពរបស់គាត់គឺគួរឲ្យខ្លាចខ្លាំងមែនតើគាត់មិនត្រឹមតែអង្គុយយល់ជើងទេគាត់ថែមទាំងអង្គុយសម្លឹងមើលអ្នកដែលគេបានឃើញហ្នឹងហើយញ៉ាំដាក់គេថែមទៀតធ្វើឲ្យគេឆ្ងល់ថាចេះតើគាត់ហ្នឹងគឺបានដឹងខ្លួនឯងស្លាប់ឬក៏អត់ចំពោះរឿងរ៉ាវដែលគាត់បានចែករំលែកមកនេះគាត់ឈ្មោះថារ៉ាត់ប្រាប់ថារឿងរ៉ាវមួយនេះវាគឺជារឿងរ៉ាវដែលកើតឡើងក្នុងកម្មវិធីបន់សពរបស់អ៊ំប្រុសគាត់កាលពីក្នុងឆ្នាំ2024គាត់ថាពេលហ្នឹងគឺនៅម៉ោងប្រហែលជាខ្ទង់ម៉ោង4ល្ងាចដោយសារតែមេនឹងសន្ទុំដែររត់គាត់បានសារកាយមុខតាមគាត់ចឹងទៅកំពុងតែសារកាយក៏សាប់តំម៉ាក់របស់គាត់ស្អីពីក្នុងផ្ទះខាងចេះរត់តារៀបចំកាយកូនព្រោះយើងត្រូវទៅស្រុកទាំងល្ងាចនឹងឯងដោយសារតែអ៊ំប្រុសរបស់គាត់ដែលបានមានជំងឺលើសឈាមហ្នឹងគឺគាត់បានដួលបោកក្បាលស្លាប់នៅក្នុងបន្ទប់ទឹកបាត់ហើយចឹងរត់គាត់ទៅលឺប៉ុណ្ណឹងព្រាមបងប្អូនគាត់រត់ចូលទៅក្នុងផ្ទះឬរៀបចំកាយតាមម៉ាក់របស់គាត់ប្រាប់អញ្ចឹងទៅចំណែកម៉ាក់របស់គាត់វិញត្រូវជាប្អូនប្រុសរបស់ប្អូនស្រីរបស់អ៊ំប្រុសគាត់ហ្នឹងគឺយំរហូតនឹងឯងបងប្អូនយំតាំងពីពេញរហូតដល់ស្រុករបស់អ៊ំប្រុសគាត់នឹងឯងទៅដល់ស្រុករបស់អ៊ំប្រុសគាត់ព្រាមក៏ឃើញថារបៀបថារោងគេរៀបចំឲ្យអស់ហើយក៏មានសាច់ញាតិបងប្អូនគេមកជុំវិញនឹងដែរបងប្អូនសពរបស់អ៊ំប្រុសរបស់គាត់ត្រូវបានគេគ្រប់កណ្ដាលសដាក់នៅលើក្រែនៅក្នុងកម្មវិធីបន់សពនៅក្នុងរោងបន់សពនឹងអញ្ចឹងណាហើយពេលហ្នឹងគឺគេអត់ដាក់ក្នុងមឈូសទេហើយនៅសងខាងខ្លួនអ៊ំប្រុសរបស់គាត់គឺមានដាក់កៅអៅរបស់គាត់ដាក់ទៀនដាក់អីចឹងទៅអញ្ចឹងពេលហ្នឹងក៏គ្នាអញ្ចឹងអ៊ំស្រីរបស់គាត់ប្រាប់ថាចេះរត់តែមកអ៊ំនឹកខ្លួនឯងអ៊ំប្រុសនឹកខ្លួនឯងរហូតនិយាយពីខ្លួនឯងរហូតឥឡូវទៅអត់ធូបទៅអត់ធូបនៅមុខថតសពគាត់អញ្ចឹងណាដោយសារតែគេមានរៀបចំធូបសម្រាប់ឲ្យអ្នកទៅចូលរួមអត់ចឹងទៅអញ្ចឹងគាត់ក៏ទៅអង្គុយអត់ធូបកន្លែងហ្នឹងទាំងអស់គ្នាពេលហ្នឹងគឺនៅមកផាច់ទុក8ល្ងាចហ្នឹងទេទាំងអស់គ្នាហើយក៏នៅមានភ្ញៀវនៅក្នុងកម្មវិធីនោះពេញរៀងច្រើនដែរគ្រាន់តែគេមកចូលជួយកម្មវិធីចូលអញ្ចឹងណាគាត់ហ្នឹងក៏ទៅអង្គុយនៅមុខណាស្ពះ3ដងរួចក៏អត់ធូបគាត់បិទភ្នែកគាត់និយាយថាអញ្ចឹងអ៊ំមើលសុំទូលអត់ស្បានមកលេងអញ្ចឹងណាដោយសារតែរវល់ការងារផងអីផងអញ្ចឹងពេលហ្នឹងគាត់និយាយរួចអត់ធូបរួចអីរួចហ្នឹងគាត់ក៏បាក់ភ្នែកឡើងក៏គាត់ហ្នឹងបែរខ្លួនសម្លឹងទៅកន្លែងផ្ទះដើម្បីដើរឡើងទៅលើផ្ទះអញ្ចឹងណាគាត់បែរខ្លួនទៅភ្លាមគាត់សាប់តែបានឃើញអ៊ំប្រុសរបស់គាត់ដែលស្លាប់ទៅនេះសពកំពុងដាក់នៅលើក្រែហ្នឹងបងប្អូនគឺគាត់កំពុងតែអង្គុយយល់ជើងនៅលើចដាលនៅមុខផ្ទះហ្នឹងឯងបងប្អូនផ្ទះអ៊ំស្រីរបស់គាត់គឺជាផ្ទះឈើ2ជាន់អញ្ចឹងចដាលនៅខាងក្រៅផ្ទះហើយនៅខាងក្រោមគឺធ្វើដូចថាថ្មអញ្ចឹងណាមានបន្ទប់នៅខាងក្រោមនឹងដែរអញ្ចឹងទៅអញ្ចឹងឃើញអ៊ំប្រុសរបស់គាត់កំពុងតែអង្គុយយល់ជើងនៅលើចដាលអង្គុយនឹងទៀតគឺអង្គុយនៅក្នុងកម្មទី5ហ្នឹងឯងបងប្អូនអង្គុយយល់ជើងអញ្ចឹងទៅអញ្ចឹងពេលគាត់ឃើញហ្នឹងគាត់គិតថាគាត់ស្វាងភ្នែកគាត់គិតថាញីភ្នែកឬងាកមើលម្ដងទៀតពេលដែលងាកមើលម្ដងទៀតគាត់នៅតែឃើញអ៊ំប្រុសរបស់គាត់អង្គុយយល់ជើងអញ្ចឹងហើយអ៊ំប្រុសរបស់គាត់មិនតែអង្គុយយល់ជើងបងប្អូនអង្គុយញ៉ាំដាក់គាត់នឹងឯងអង្គុយញ៉ាំដាក់គាត់ដូចពេលគាត់នៅរស់អញ្ចឹងរត់ពេលហ្នឹងបងប្អូនគាត់មានអារម្មណ៍ថាចេះអ៊ំប្រុសរបស់គាត់អត់ដឹងថាខ្លាចស្លាប់ទេឬមួយក៏អ៊ំប្រុសរបស់គាត់ចង់មកនិយាយជាមួយគាត់អីចឹងទៅអញ្ចឹងគាត់ព្យាយាមធ្វើអារម្មណ៍ឲ្យធម្មតាស្ងប់ចឹងបងប្អូនអញ្ចឹងគាត់ក៏ធ្វើក្នុងជាមើលមិនឃើញវិញរួចដើរទៅរកម៉ាក់របស់គាត់អញ្ចឹងម៉ាក់របស់គាត់ពេលហ្នឹងក៏ដើរមកអុជធូបជាមួយដើរមកអុជធូបនៅមុខថតសពនឹងដែរអញ្ចឹងពេលម៉ាក់របស់គាត់ដើរមកអុជធូបនៅមុខថតសពអញ្ចឹងគាត់ក៏ទៅចិត្តម៉ាក់របស់គាត់សឹកខាងចែម៉ាក់ខ្ញុំឃើញអ៊ំប្រុសកំពុងតែអង្គុយយល់ជើងលើចដាលអញ្ចឹងម៉ាក់របស់គាត់ងាកទៅមើលកន្លែងហ្នឹងតែពេលម៉ាក់របស់គាត់ងាកទៅមើលហើយគាត់ងាកទៅមើលដែរហ្នឹងបែរជាបាត់ឃើញអ៊ំប្រុសរបស់គាត់ទេពេលហ្នឹងគឺគាត់មិនបាននិយាយរឿងឲ្យគាត់បានឃើញហ្នឹងប្រាប់តែម្ដងនៅក្នុងរោងបនហ្នឹងទេអត់ទាន់បានប្រាប់សោះមកដល់គ្នាសារតែគាត់ថាចេះអត់ចង់យករឿងឈឺចាប់របស់អ៊ំស្រីគាត់ហ្នឹងយកមកនិយាយប្រាប់គេឯងធ្វើឲ្យគេខ្លាចធ្វើអីចឹងទៅគាត់ធ្វើជាមិនដឹងមិនលឺនៅស្ងៀមអត់និយាយទាំងអស់អញ្ចឹងពេលហ្នឹងអ្នកស្រុកអ្នកភូមិគេនៅតែបន្តជួយនឹងឯងទាំងអស់គ្នាសារតែអ៊ំប្រុសរបស់គាត់គឺធ្វើបនហ្នឹងគឺនៅពេលល្ងាចហ្នឹងហើយអញ្ចឹងគឺអ្នកដែលគេមកចូលរួមពីច្រើនហ្នឹងគឺរបៀបថាយកនំចំណីរៀបចំលើតុឲ្យអញ្ចឹងណាហើយក៏មានគេគួយកណ្ដោបនសពនឹងដែរចំណែករដ្ឋគាត់អត់កណ្ដោបនសពនឹងទេគាត់សុំដើរឡើងទៅខាងលើបន្ទប់ហើយដោយសារតែខាងលើបន្ទប់ហ្នឹងគឺមានកូនប្រុសរបស់អ៊ំប្រុសគាត់ដេកនៅលើបន្ទប់នឹងដែរអញ្ចឹងគាត់ទៅដេកបងប្អូនចំនួនមួយរបស់គាត់អញ្ចឹងទាំងអស់គ្នាអញ្ចឹងគាត់ក៏ចូលក្នុងបន្ទប់នឹងអញ្ចឹងទៅចំណែកម៉ាក់របស់គាត់វិញគឺនៅជួយគេជួយឯងរៀបចំកម្មវិធីបន្តទៀតអីចឹងណាហើយបើប៉ាគាត់វិញទាំងអស់គ្នាប៉ារបស់គាត់វិញគឺទៅអង្គុយលេងបៀមួយគេអ្នកចូលរួមនឹងហើយដោយសារអីពេលហ្នឹងរបៀបថា
មានភ្ញៀវរៀងតិចដែរអាពេលយប់ជើងរៀងចូលជ្រៅមកប្រហែលជាខ្ទង់ម៉ោង12 10ហ្នឹងគឺរៀងស្ងាត់ហើយឃើញថាខ្វះជើងបែកខ្វងប៉ាគាត់ក៏ចូលទៅលេងគីចឹងទៅចឹងរត់គាត់ឡើងទៅលើផ្ទះដេកចឹងណាចឹងថាពេលគាត់កំពុងដេកទៅគ្នាកំពុងដេកគាត់មានអារម្មណ៍ថាមានគេបើកទ្វារចូលមកក្នុងបន្ទប់ហ្នឹងតែនៅពេលដែលងាកទៅមើលគឺមើលអត់ឃើញសោះហ្មងមើលឃើញសោះតែនៅពេលដែលងាកទៅមើលបងប្រុសចំនួនមួយរបស់គាត់កំពុងដេកនៅលើក្រែចិត្តគាត់ហ្នឹងក៏សាប់ទៅឃើញបងប្រុសចំនួនមួយរបស់គាត់កំពុងតែបាយខ្លួនមកអង្គុយញ៉ាំដាក់គាត់អង្គុយញ៉ាំដាក់គាត់នឹងឯងទាំងអស់គ្នាអង្គុយញ៉ាំហ្នឹងមុខអ៊ំប្រុសរបស់គាត់និងមុខបងប្រុសចំនួនមួយរបស់គាត់គឺមុខស្តៀងគ្នានិយាយថាគាត់កូនគឺថាឪពុកកូនស្តៀងគ្នាអញ្ចឹងណាមើលមកគាត់ញ៉ាំដាក់គាត់នឹងឯងញ៉ាំដាក់គាត់ចឹងទៅថាអត់និយាយអីទេរួចគាត់ក៏បដួលខ្លួនដេកទៅវិញចឹងទៅអញ្ចឹងរត់គាត់ថាចេះពេលហ្នឹងគាត់មានអារម្មណ៍ខ្លាចដោយសារគាត់ទៅបានឃើញអ៊ំប្រុសរបស់គាត់អង្គុយយកទាំងលើចរាលបន្ទាប់មកទៀតនេះគឺបានឃើញបងប្រុសចំនួនមួយរបស់គាត់អង្គុយញ៉ាំដាក់គាត់ធ្វើឲ្យគាត់គិតមួយគាត់ថាចេះសង្ស័យខ្មោចអ៊ំប្រុសរបស់គាត់ហ្នឹងណាចូលក្នុងខ្លួនបងប្រុសចំនួនមួយរបស់គាត់នឹងហើយចឹងគាត់ខ្លាចដែរចឹងបងប្អូនគាត់ក្រាបពីលើក្រែដើរសម្ដៅជើងខាងក្រៅពេលដែលគាត់ដើរជើងខាងក្រៅគាត់នឹងក៏បានឃើញអ៊ំប្រុសរបស់គាត់ឈរនៅមាត់ទ្វារនៅលើផ្ទះនឹងឯងបងប្អូនឈរនៅមាត់ទ្វារមើលមកគាត់ចេះឲ្យញ៉ាំដាក់គាត់តែគាត់តែអត់និយាយសោះអត់និយាយស្អីទាំងអស់ហ្មងមកតិចក៏អត់និយាយដែរអញ្ចឹងពេលហ្នឹងរត់គាត់ថាចេះបើសិនជាគាត់ដើរទៅនិយាយជាមួយអាចនឹងនិយាយជាមួយនឹងជាកើតប៉ុន្តែបើសិនជាគាត់ធ្វើជាមួយអត់ឃើញក៏ល្អជាងអញ្ចឹងគាត់ថាគួរតាមបាច់និយាយជាមួយទេដោយសារអីអ៊ំប្រុសរបស់គាត់អត់ទៅនឹងខ្លួនឯងស្លាប់ទេអញ្ចឹងអត់គួរនិយាយជាមួយទេគាត់ក៏ដើរកាត់អ៊ំប្រុសរបស់គាត់ដើរលួនមែនតើដើរសម្ដៅទៅចុះខាងក្រោមគ្រាន់តែគាត់ដើរចុះខាងក្រោមព្រាមម្ដងគ្នាអ៊ំប្រុសរបស់គាត់ហ្នឹងដើរចុះតាមចដាមកតាមរួចដើរមកក្រោយខ្នងរបស់គាត់ខ្សឹបគាត់ថាចេះបាច់ខ្លាចអញទេអញដឹងអញងាប់ហើយទាំងអស់គ្នាគឺគាត់និយាយគឺស្បល់គាត់ថាអ៊ំប្រុសរបស់គាត់គឺនិយាយប្រាប់គាត់អញ្ចឹងនឹងឯងទាំងអស់គ្នានិយាយប្រាប់គាត់អញ្ចឹងហើយពេលគាត់ងាកទៅមើលទៅអ៊ំប្រុសរបស់គាត់ក៏បាក់ចឹងមើលមកគាត់ហើយមុខនឹងគឺអត់ញញឹមដូចពេលដែលគាត់បានឃើញត្បូងទេលើកនឹងក៏អ៊ំប្រុសរបស់គាត់គឺឲ្យឃើញជាមួយសុភាពដូចសាក់សັບដែលគាត់បានស្លាប់នឹងអញ្ចឹងទាំងអស់គ្នាគឺដោយសុភាពសាក់សັບគាត់បានស្លាប់នឹងអញ្ចឹងពេលហ្នឹងគឺរត់ខ្លាចខ្លាំងមែនតើគាត់ស្រែកពេញម៉ាក់តំហឹងទាំងអស់គ្នាស្រែកពេញម៉ាក់តំហឹងផ្អើលទាំងអ្នកលេងបៀផ្អើលទាំងម៉ាក់របស់គាត់ដែលកំពុងត្រៀមចាប់បានខកហ្នឹងផ្អើលមកជុំគ្នាអញ្ចឹងទៅប៉ុន្តែគាត់បច្ចេកនិយាយប្រឡាប់វិញគាត់ថាចេះអូយមុនគាត់ធ្លាក់លើចរាគាត់ធ្លាក់លើចរាគាត់ឈឺពេកអញ្ចឹងទៅគាត់ស្រែកទៅអីអញ្ចឹងណាអញ្ចឹងគាត់អត់ប្រាប់អ្នកណាផ្សេងនេះគាត់ប្រាប់តែម៉ាក់គាត់ម្នាក់គាត់ថាចេះម៉ាក់អ៊ំប្រុសមកវិញទៀតហើយខ្ញុំឃើញនឹងអ៊ំប្រុសប្រាប់មកថាគាត់បានស្លាប់បាត់ទៅអញ្ចឹងម៉ាក់របស់គាត់ក៏តធូបទៀតទាំងគ្នាតធូបនិយាយទាំងបងអើយឥឡូវហ្នឹងពួកខ្ញុំមកហើយខ្ញុំដឹងថាកន្លងមកហ្នឹងយើងអត់ស្អីជាត្រូវគ្នាប្រហែលទេណាមួយទៀតយើងនិយាយថាមានបញ្ហាតាំងពីវិធាននៅក្មេងៗអញ្ចឹងដែរអញ្ចឹងណាដោយសារម៉ាក់របស់គាត់ជាមួយអ៊ំប្រុសរបស់គាត់ដោយសារជាបងប្អូនគាត់មានរឿងទោះទេគ្នាទាំងអស់គ្នាយ៉ាងពេល10ឆ្នាំហើយគឺអត់និយាយគ្នាសោះប៉ុន្តែរត់គឺគាត់សាមលេងថាអ៊ំប្រុសរបស់គាត់នឹងឯងអញ្ចឹងហើយទើបរត់ឲ្យនឹងអ៊ំប្រុសរបស់គាត់រៀនសិក្សាមួយគ្នាជាមួយម៉ាក់របស់គាត់គឺអត់ធ្វើមិនអត់ដែរមលេងដល់10ឆ្នាំគឺអត់មលេងទេដោយសារតែម៉ាក់របស់គាត់គឺគុំនៅក្នុងចិត្តស្អប់អ៊ំប្រុសរបស់គាត់ខ្លាំងមែនតើទំនាស់ហ្នឹងគឺថារឿងដីរឿងអីអញ្ចឹងទាំងអស់គ្នាអញ្ចឹងពេលហ្នឹងក៏ធ្វើអីនិយាយគ្នារួចអញ្ចឹងទៅក៏លោកថារៀងស្ងប់ចិត្តដែរអ៊ំម៉ាក់របស់គាត់ក៏ស្ងប់ចិត្តចំណែកដល់គាត់ស្ងប់ចិត្តដែរគាត់នឹងក៏ដើរទៅអង្គុយចិត្តម៉ាក់របស់គាត់ឲ្យស្អីពេលហ្នឹងម៉ាក់របស់គាត់គឺកំពុងតែអង្គុយជើងនៅចុងជើងសក់របស់អ៊ំប្រុសគាត់នឹងឯងអង្គុយឲ្យគាត់និយាយម៉ាក់របស់គាត់និយាយទៅថាបងអើយយើងហៅសកម្មឲ្យគ្នាទៅបងក៏បានទៅផុតដែរហើយខ្ញុំក៏ចាស់ដែរហើយយើងមិនដឹងថាយើងមិនអាចជួបគ្នាបានទៀតទេម្នាក់ប្រត់រួមម្នាក់ប្រត់ស្លាប់អញ្ចឹងណានិយាយអញ្ចឹងនឹងឯងអត់គ្នាពេលដែលនិយាយហ្នឹងក៏ស្ដាប់តែសពអ៊ំប្រុសរបស់គាត់ក្រោមអង្គុយគឺក្រោមអង្គុយនឹងឯងអត់គ្នាក្រោមអង្គុយហ្នឹងហើយងាកមកចោលមុខម៉ាក់របស់គាត់ប៉ុន្តែម៉ាក់របស់គាត់ធ្វើធម្មតាមើលឃើញទេមានតរិតនឹងឯងគឺមើលឃើញហើយដែលគាត់បានឃើញហ្នឹងគឺអ៊ំប្រុសរបស់គាត់បាក់កចេះបាក់កអញ្ចឹងដល់ដោយសារគាត់ដួលនៅក្នុងប្រគុណហ្នឹងគឺគាត់បោកក្បាលជាមួយនឹងចានប្រគុណគឺបុកស្លាប់ហ្មងចឹងហើយទៅកបគាត់គឺងាក់ចេះហើយច្អល់មកចេះហើយមុខរបស់គាត់គឺបើកភ្នែកធំគួយខ្លាចខ្លាំងមែនតើដែលគាត់ថាពេលហ្នឹងគាត់ឃើញតែម្នាក់ឯងគាត់ចានៅក្នុងកម្មវិធីអត់មានបញ្ញាគេឃើញទេគាត់សួរបញ្ជាក់ម៉ាក់គាត់ថាចេះម៉ាក់មិនឃើញអ៊ំក្រៅអង្គុយអត់ម៉ាក់មិនឃើញអ៊ំក្រៅអង្គុយអត់ម៉ាក់គាត់ថាឈួតមែនអ៊ំហ្នឹងនេះវាថានៅធម្មតាតែមានអីទេហើយមើលរឿងចាពេកអញ្ចឹងណាប៉ុន្តែគាត់ថាអត់ទេគាត់បានឃើញហើយគាត់ឆ្ងល់ក្នុងចិត្តមកថាហេតុអីបានអ៊ំប្រុសគាត់នេះហើយគាត់ឃើញជាមួយសុភាពសុភាពអីអញ្ចឹងទាំងអាអ្នកផ្សេងមានបញ្ញាគេឃើញសោះមានតែគាត់ម្នាក់គាត់ដែលបានឃើញតើគ្នាគាត់ឆ្ងល់ខ្លាំងមែនតើគាត់ឆ្ងល់ខ្លាំងមែនតើនឹងឯងចំពោះរឿងរ៉ាវដែលគាត់បានចែករំលែកបាននេះក៏មានតែប៉ុណ្ណឹងដែរទាំងអស់គ្នាហើយបើសិនតើខ្ញុំរឿងចែករំលែកកុំភ្លេចឆានក្នុងខាងអាជីវកម្មផងខ្ញុំមានតែប៉ុណ្្នឹងទេក្នុងព្រឹកខ្ទង់ម៉ោង3ម៉ោង4ដែលគាត់ទៅរៀបអីវ៉ាន់ហ្នឹងគាត់ឮសំឡេងម៉ាស៊ីនដេបងស្រីហ្នឹងឮក្រឹករាល់ថ្ងៃហើយគឺគេអ្នកខ្លះទៀតគឺគេឃើញបងស្រីគាត់អង្គុយដេនឹងដែរគាត់និយាយថានៅពេលដែលក្នុងព្រឹកខ្ទង់ម៉ោង3ម៉ោង4ដែលគាត់ទៅរៀបអីវ៉ាន់ហ្នឹងគាត់ឮសំឡេងម៉ាស៊ីនដេបងស្រីហ្នឹងឮក្រឹករាល់ថ្ងៃហើយគឺគេអ្នកខ្លះទៀតគឺគេឃើញបងស្រីគាត់អង្គុយដេឃើញរូបរាងគាត់អង្គុយដេនៅនឹងរហូតហ្មងរហូតដល់ថ្នាក់ដែលគាត់លក់កៅអៅនៅម្ដុំហ្នឹងព្រោះតែក្តីស្រឡាញ់ហើយសារភាពស្រឡាញ់គេបានក៏សម្លាប់គេចោលទាំងអស់គ្នារឿងហ្នឹងគឺកើតឡើងប្រហែលជាខ្ទង់6ឆ្នាំមុនទៅលើបងស្រីម្នាក់ដែលគាត់គឺជាអ្នកកាត់ដីនៅក្នុងផ្សារ
អាចថាគាត់ជាអ្នកកាត់ដេរអញ្ចឹងរូបសម្រាប់របស់គាត់ហ្នឹងក៏គ្រាន់បើដែរអញ្ចឹងហើយទើបបងប្រុសដែលជាអ្នករុញអាទិសនៅផ្សារហ្នឹងគាត់ស្រឡាញ់លក្ខណៈថាគាត់ស្រឡាញ់គាត់ព្យាយាមសារភាពគាត់ព្យាយាមធ្វើបង្ហាញទង្វើឲ្យឃើញរហូតថាស្រឡាញ់បងស្រីហ្នឹងដូចជាព្រឹកឡើងទិញកាហ្វេទិញកាទៀវទិញប្រទិញអីឲ្យហើយតាមដែលខ្ញុំចាំគឺឮថាបងស្រីហ្នឹងគាត់ព្យាយាម reject អត់ទទួលយកបងប្រុសហ្នឹងព្យាយាមអត់ទទួលយកគ្រប់យ៉ាងដែលគាត់ឲ្យហ្នឹងប៉ុន្តែបងប្រុសហ្នឹងនៅតែអត់ឈប់តាំងចិត្តទេគាត់នៅព្យាយាមចូលមករកបងស្រីហ្នឹងរហូតដល់មានពេលមួយដូចជាខ្ទង់ម៉ោង7ទៅ8ព្រឹកដែលបងស្រីហ្នឹងកំពុងអង្គុយដេរហ្នឹងគាត់ទៅបងប្រុសហ្នឹងដើរចូលមកហើយខ្ញុំអត់ដឹងថាក្នុងហេតុការណ៍ហ្នឹងគាត់បាននិយាយអីខ្លះហើយដឹងតែគាត់យកកត្រៃហ្នឹងកត្រៃដេដែលសម្រាប់កាត់ក្រាត់ហ្នឹងចាក់បងស្រីហ្នឹងសម្លាប់ចោលទៅពេលដែលចាក់បងស្រីសម្លាប់ចោលហ្នឹងហើយគឺគាត់រត់ទៅផ្ទះលឿនមែនតើហើយពេលហ្នឹងនៅក្នុងផ្សារគឺផ្អើលខ្លាំងទៅពេលគាត់រត់ទៅដល់ផ្ទះក៏គាត់ដូចជាចាក់សម្លាប់ខ្លួនឯងមិនដឹងចង់ក៏ខ្លួនឯងស្លាប់មិនដឹងទេគឺបងប្រុសហ្នឹងក៏គាត់ស្លាប់ដែរប៉ុន្តែគាត់សម្លាប់ខ្លួនឯងអញ្ចឹងហើយបងស្រីហ្នឹងក៏សង្គ្រោះអត់បានក៏គាត់ស្លាប់នៅក្នុងហេតុការណ៍ហ្នឹងអញ្ចឹងណាការស្លាប់របស់បងប្រុសហ្នឹងអត់មានតែគេសោកស្ដាយទេដោយសារតាសុកគាត់ទៅសម្លាប់គេដែលគេអត់ដឹងអីចឹងណាហើយបងស្រីហ្នឹងតាមដឹងទៀតគឺគាត់កំពុងតែត្រៀមទៅអាមេរិកមិនដឹងអូស្ត្រាលីដឹងខ្ញុំអត់ច្បាស់រឿងហ្នឹងគឺគាត់ត្រៀមទៅក្រៅប្រទេសដែលបងប្អូនគាត់ធានាទៅហើយដោយសារបដាលឲ្យចិត្តបងប្រុសមួយហ្នឹងដែលគាត់ស្រឡាញ់គាត់ព្យាយាមធ្វើគ្រប់យ៉ាងហ្នឹងហើយគេអត់ទទួលយកគាត់ខឹងគាត់ទៅសម្លាប់គេចោលចឹងហ្មងទៅហើយទាំងអស់គ្នារឿងដែលនឹកស្មារតីដល់ហ្នឹងគឺអ្នកដែលគាត់លក់អីវ៉ាន់នៅក្នុងផ្សារអ្នកខ្លះគាត់អត់ហ៊ានទៅរៀបអីវ៉ាន់ពេលព្រលឹមឯណាគឺគាត់ចិត្តម៉ោង8ម៉ោង7គាត់ទៅរៀបហ្មងដោយសារគាត់ហ៊ានដើរកាត់ឡាញតោបងស្រីហ្នឹងទេគាត់ខ្លាចហើយនៅមានទៀតហ្នឹងក៏គេឮថាគាត់នៅតែមកតោគាត់អង្គុយដេកអង្គុយអីរហូតដល់ប្រហែលខែខ្ញុំអត់ច្បាស់ហ្នឹងដែរហើយទាំងអស់គ្នាក្នុងមេរៀនហ្នឹងគឺខ្ញុំចាប់បានអីដែរយើងគួរតែគិតទាំងអស់គ្នាហ្នឹងគឺតាមពិតទៅស្នេហាហើយនឹងក្តីស្រឡាញ់ហ្នឹងវាគឺជារឿងស្រស់ស្អាតមែនតើណាប៉ុន្តែបើសិនជាយើងសារភាពប្រាប់គេយើងស្រឡាញ់គេអត់ព្រមក៏គួរដោះលែងគេហើយក៏គួរព្យាយាមរក្សាទឹកចិត្តខ្លួនឯងផ្លូវចិត្តខ្លួនឯងចេញឆ្ងាយពីគេហើយព្យាយាមមើលទៅគេមានក្តីសុខអីចឹងណាកុំព្យាយាមបំផ្លាញគេដើម្បីតែស្នេហាឬក៏ភាពអាត្មានិយមរបស់យើងព្រោះធ្វើអញ្ចឹងវាអត់ទទួលបានអីគឺមានតែទទួលបានការស្អប់ខ្ពើមហើយនឹងការតេះឌឺប្រមាថឯងទោះជាយើងទៅជាអីក៏ដោយអ្នកគ្នាមានតែប៉ុណ្្នឹងទេអរគុណហើយកុំភ្លេចfollow IG របស់ខ្ញុំផងដែល IG របស់ខ្ញុំគឺមានឈ្មោះដូចខាងលើហ្នឹងហើយកុំភ្លេចទស្សនារឿងដោះបំណុលជួបស្នេហ៍ដែលចាក់នៅទូបាយ័នគ្រប់គ្នាបាយបាយពួកម៉ាក់គាត់បានស្លាប់បាត់ហើយប៉ុន្តែអ្នកចិត្តបន្ទប់ហ្នឹងគឺឃើញបងមួយដែលស្លាប់ហ្នឹងដើរមកបន្ទប់រាល់ថ្ងៃហ្មងគាត់ប្រាប់ថាមិត្តភក្តិរបស់គាត់នឹងគាត់នឹងមកជួលបន្ទប់នៅមួយគ្នាហ្នឹងតាំងពីឆ្នាំទី1រហូតដល់ឆ្នាំទី3មកនៅមួយគ្នា3ឆ្នាំហ្នឹងពួកគាត់ដែរមានបញ្ហាអីទេប៉ុន្តែមិត្តភក្តិរបស់គាត់ហ្នឹងសំណាក្រក់គាត់គ្រោះថ្នាក់ចរាចរណ៍ស្លាប់ណានៅពេលដែលគាត់គ្រោះថ្នាក់ចរាចរណ៍ស្លាប់ទៅក៏គាត់បានទៅធ្វើបន់ដែរទៅធ្វើបន់ធ្វើអីចឹងទៅថ្ងៃដែលគាត់មកនៅបន្ទប់វិញតែឯងហ្នឹងគឺគាត់មានអារម្មណ៍ខ្លាចណាហើយរបស់របរដែលមិត្តភក្តិគាត់មានទាំងអស់ហ្នឹងគឺគ្រួសារគាត់មកយកទៅអស់ហើយចឹងណាគាត់ក៏និយាយក្នុងចិត្តទៅថាអញ្ចឹងបើមានអីធ្លាប់ឆ្លោះទាស់តែងគ្នាអីឲ្យអាហោសកម្មឲ្យគ្នាអីចឹងទៅគាត់អត់ដែរឃើញទេត្បូងគាត់អត់ដែរឃើញអីទាំងអស់តាក់ទងមិត្តភក្តិគាត់ហ្នឹងប៉ុន្តែមានយប់មួយហ្នឹងគឺគាត់លក្ខណៈថាគាត់កំពុងដេកខ្ទង់ម៉ោងម៉ាន់12 10ហ្នឹងណាគាត់ឮសលេងមិត្តភក្តិគាត់គោះទ្វារហើយលក្ខណៈពេលហ្នឹងគាត់រៀងប្រាំងត្រង់ថាគាត់ភ្លេចថាមិត្តភក្តិគាត់ស្លាប់ឬមិនគាត់ដឹងគាត់ថាឮសលេងស្អីហៅឈ្មោះគាត់ងើបចេញទៅបើកទ្វារពេលដែលគាត់ងើបចេញទៅបើកទ្វារហ្នឹងគឺគាត់លក្ខណៈថាឆ្លាស់ខ្លួនលក្ខណៈដឹងខ្លួនតណាគាត់មើលទៅអត់មានឃើញអីទេហើយមិញហ្នឹងសលេងអីគេគាត់មានអារម្មណ៍ថាវាចាប់ផ្ដើមមានអារម្មណ៍ប្លែកៗចឹងតែគាត់គិតថាប្រហែលជាគាត់ហ្នឹងគិតខ្លួនឯងច្រឡំខ្លួនឯងអីគាត់ក៏មកដេកវិញទៅបានជា3 4ថ្ងៃក្រោយមកអ្នកចិត្តខាងមកគាត់មកគោះទ្វារបន្ទប់គាត់ស្ដីឲ្យគាត់ហ្មងត្រង់ថាម៉ោង10បាន10ម៉ោង1ម៉ោង2គឺគាត់នៅតែនិយាយគ្នាលឺទៀតរបៀបថានិយាយគ្នាខ្លាំងហ្មងណានិយាយគ្នារំខានណាហើយបងគាត់ប្រាប់ថាគាត់បាននិយាយគ្នាទេយប់ឡើងគាត់ដឹងតែឯងហ្នឹងអីបងហ្នឹងគាត់អត់ជឿគាត់ថាចៅអនឯងនៅតែឯងមិនគឺបងឃើញមិត្តភក្តិអនឯងមកផ្ទះអនឯងនឹងរាល់ថ្ងៃមកចូលមកបន្ទប់រាល់ថ្ងៃនិយាយគ្នាចូលមកឲ្យដឹងតែនិយាយគ្នាចូលមកឲ្យដឹងនិយាយគ្នានិយាយសើចពេញហ្នឹងគាត់ចាប់ដល់មានអារម្មណ៍អត់ស្រួលហើយគាត់មិនចេះថាអ្នកជិតខាងគាត់និយាយលេងហីបើគាត់អត់បាននិយាយអីសោះគាត់ក៏ព្យាយាមលក្ខណៈធ្វើធម្មតាប៉ុន្តែអ្នកជិតខាងរបស់គាត់នៅបងនៅបញ្ជាក់ដែរថាចេះអូនរយប់គឺម៉ោងខ្ទង់10បាន10នេះគឺឃើញមិត្តភក្តិអនឯងនឹងដើរមកបន្ទប់ហើយក្បាលម្នាក់ហ្នឹងគឺបែកឈាមហូរមកហ្មងហើយឈាមមុខឈាមអីដើរមកបន្ទប់ហ្នឹងហើយបាក់ទ្វារចូលអញ្ចឹងណាបងហ្នឹងគាត់ចាប់ដើមមានអារម្មណ៍អត់ស្រួលទេព្រោះអីដែលបងហ្នឹងដែលរៀបរាប់ហេតុការណ៍មកហ្នឹងវាដូចនឹងស្ថានភាពបងហ្នឹងគ្រោះថ្នាក់ចរាចរណ៍ស្លាប់ដែរពេលដែលគេប្រាប់អញ្ចឹងហើយអារម្មណ៍ដែលគាត់ខ្លាចខ្មោចហ្នឹងវាឡើង 50% ណាមានពេលមួយហ្នឹងទៀតគឺគាត់កំពុងតែដេក
đây cứ quạt miệng làm tham mật phẹ bọc quạt trâu mưa quạt bên quạt bạn này flip cứ khơi rụp phim mật phẹ bọc quạt này các bạn hồi chim ở mọt bạn ní nhá cứ bằng mưa mà quạt để này lằng lẽ mưa mà quạt là biệt ní mỏ hay quạt quạt cọp nhẹ sẻ hay quạt viết đôi dù sắp bẹ cái đá men tên bẹ cái đá bên lằng tới quạt chập đam miệng làmกันtập thầy kla chừngนะquạt trong rơi bị tục đai bẩn té để saoแต่quạt băng bị tục kia hai mà khai năng cứ băng hai chứ quạt ai tới nhà ba này khỏi mà tiền nó về để còn đâu ta tại nắng tông màu pin đập còn bông đấy lư lên chạm sải được biệt ha chạm sải được không tục còn đang mỏng quát cái thang cái táo cái ấy còn ngược từ mờ ăn miên này ăn miên cái táo miên ấy quát con mà đấy mình ăn lên chạm sải nắng ở việt nga đấy từ lư lên chạm hộp được không tục còn đang mỏng được biệt ha về được quát đau từ mờแต่khi cứ quát khơi bật phẹt quát nắng nghiệm một mờ quát trẻ cái bông chạm hộp nó nghiệm mờ quát chẳng hay nhầm nhanh ắt mình hay ở này lại là định liền trên máu đấy nháบอลก็ทากอดหลังซองสลับโชว์มองมากอดเดินถือใหญ่ทำไมกอดแกงมองเป็นนางห้าวเด็กกอดห้าวมันแผลปอบเซนจะต้องมาเนยจมูกนะขณะเป็นมันแผลปอบมันเนยจมูกเนี่ยบอลทาเนยเดือดบานเตะเคยมันแผลหายนั่งกุยในตัวหมกกุยในเลือดคลวนเกสกัดเกมองนะให้กุยให้ละขณะสลังมือเกยจะให้ยกบาเกยบอกขนาดหรือโหดจังนะตัวเบียร์ทาเกยเห็นเนยมองเนี่ยเด็กเกยมันเนยจมูกเกยchânมองบอลนั่งกอดคอlàขนาดทางจะก็ดังหัดเฟิร์มมาเตะข่าววิกอเตอร์เตะบอลนั้นต่อถูกกับเอจังเตอร์ให้มาบอลนั้นก็ก่อนใจได้ก็ท่าปลายเชียบอลนั้นเตอร์เดซ่านั้นหนึ่งแต่ชวนนั้นหมุนขี้เนยจังก่อนกระถางก่อนเนื้อรัวโดยเนื้อรัวจังก่อนเตอร์จอเตอร์ลางทำอะไรจังให้กลุ่มงานพิมพ์เด็กก่อนเฟิร์มก็โดยการก่อนเนื้อรัวได้แต่ก็ขี้เนยให้บอลนั้นก็ก่อนแผลได้ท่าหลังนั้นก็ก่อนโดจะให้ก็ก่อนได้ชุบหัดขาไอเตียได้เป็นปันนังเตให้บัดสั้นชื่อถึงออกขี้เนยแต่ตามด้านตุสนาเรื่องแต่ไต่ห้าวในหนึ่งเฟอร์การจับเป็นชั้นไงที่มาไพ่บุญคำใบนี้ให้กรุ๊ปโรงพิจารณาของคอมเพล็กเตอร์บันชลานชลานะเอาไม่ความเจริญสนาได้บางอย่างใช่ไหมเนื่องในมินพิจารณาจอบในเพลย์เชียร์ทอมพิจารณาก่อนอาซาเคยคนอาจจะจอมันจังเตได้ลืมเสียงลางบกนี้มาโตบกนี้จังเตให้ตอนสายคลาสสิกนั่นคือก่อนเคยเรียนได้สลับในตามเพลย์นั้นคือดาวเวอร์เวอร์เตอร์นายบองมือนึงก่อนแผลทางแจในแต่บอกว่านั่นคือจุดแต่อันนี้เพลย์ในจุดเพลย์ทอมมองคืออาจจะจัดคลีคลังมองจังตัดแต่เป็นคนอาจจะจอมือนั่นคือบกนี้สลับปีเนี่ยเราเวียงมาโตหนึ่งล้านเนี่ยสลับนั่นคือจิลาจิมเนี่ยจิมมาโตปีเนี่ยบองปะโอนนั่งสลับหนึ่งเปย์หลายสลับนั่นคือโคซ่าบอกให้บ้านมาเอาถูกไซน์โยนอย่างโยไอตาเลยเป็นไงให้กอดนั่งก่อไซน์ในคลีเฟิร์บอลเฟิร์ไอจังตัวใดไซน์แล้วกระทั่งไซน์ในจังในคลีใดไซน์แต่ชิปแต่บอกกอดในตัวมุกแต่บอกกอดใช่ไหมเป็นไงดังแต่กอดไซน์คอไอกอดดังได้เป็นไงกอดทางเจคือเปย์หลายกอดเชิงงานเป็นเปย์จุกเชิงผิดแต่ตัวนึงคือก็ตั้งแต่เคยรูปเรียงมาโตปีเนี่ยองค์นั่งชื่อมาโตมาให้บอกกอดบอกละครหลังปีดองมันได้เพื่อเดี๋ยวเจ้าแต่เมื่อเกิดเป็นเคยก็เคยรูปเพียบนั่งตราให้เมียนมือเตียนนั่นคือมาบอกกอดนั่นเมื่อปีเลยแต่ถ้าเคยไม่ได้ชาวดาราในมุกแต่ทางอัตเตอร์นะเราไปเดี๋ยวกอดจอแต่เดี๋ยวไปซูนอนพาเกานั่งปวดนั่งรอเพราะฉะนั้นไปจอแต่เกิดเคยไอ้ฟ้ามองไอ้เมียนเตียนนั่นคือหมากกอดดองหมากกอดหาทางตรงหมองบุญของพรานเดี๋ยวกอดเงือบหัดพรานแบบลางนั่นเนื้อมุกแต่นั่นไปกอดกับปงฮัดก็ลืมเสียงของอาจารย์เจ้าบอกให้มุกแต่ก่อนถ้าในไปเดี๋ยวกอดตัวเมื่อนั่งเกิดเป็นเคยไอ้เดย์อันนึงเคยไอ้ฟ้ามองทั้งให้ไปเตียนนั่นคือไปเดี๋ยวหมากกอดเงือบเตียนเงือบหัดพรานเงือบไอ้เตียนนั่นคือก็ลืมเสียงยมเอาตัวหนึ่งบอกนั่งสมโจพองไอ้หล่อโคตรมองได้ปุกดักหน้าผ้าขู่ซากอดตรอมบ้านตรอมหนึ่งเรื่องเลยก็เคยนั่งไปจำละบ้านกุยคลาอีพองจังก่อนกับซีซีให้ลูกมาสดมนสดไอ้หล่อโคตรต่อมาเหตุการณ์นั้นก็จับเติมเป็นใต้เรื่องของอาจารย์เจ้าในตับตอนมุกแต่ก่อนหล่อโคตรเด็ดเฟยได้เกแบบนี้ทาแต่ก่อนนั่งมุกแต่ก่อนนั่งคือเมียนเชิงกอบไอ้เนี่ยนั่งไงแต่ละเนี่ยนั่นคือเรื่องไหนก่อนครับรักนี่กันไหมบัตรสัญชีประตูได้ยืงหมาสนะในนั้นครอบเมียนเรื่องเด็กเองใหญ่ทาเมียนขมายเวลือนเชียงเมียนขมายลงจราเหมือนเต้นแต่เลือกบอกหลักจ้าได้ทะเลาะมันในประตูนั่งคือเป็นนั่งคือกอดบอกหลักทำไมเด็กกอดเคยโจมมาทำการให้ประตูมวยนั่งคือเชื่อคลายในกอดถ่ายสนะนั่งจะมวยนั่งบอกหลักปีเนี่ยเทียบในข้างประตูคือเมียนไกรใบถึงอักเนี่ยคือเมียนไกรใบจังบอกหลักได้ในข้างนั่งใบแน่ก็ถ่ายไกลมันเนี่ยมันเนี่ยมวยไกรมันเนี่ยมวยใต้น้องหยกนั่งบองไซมันแบบบอกหลักจ้ามันเนี่ยที่นั่นคือกอดบานไกลนั่งไอ้คือเมียนแต่บอกหลักบองไซจ้ามันเนี่ยมันเนี่ยที่เด็กกอดในธรรมดาพวกกอดไกลมันเนี่ยมวยสิธรรมดาปนตายมองมวยโดยจิตตรงมองมวยของปีหยกนั่ง
បងស្រីដែលជាបុគ្គលិកចាស់ហ្នឹងងើបដាស់បងស្រីដែលជាបុគ្គលិកថ្មីដែលជាម្ចាស់ voice ស្រីហ្នឹងងើបដាស់ហ្មងដាស់ឲ្យក្រាបប៉ុន្តែបងស្រីបុគ្គលិកចាស់ហ្នឹងអត់និយាយទាំងអស់គឺញឹមស្ញាញ់ដាក់ញឹមស្ញាញ់ដាក់សញ្ញោឲ្យមកដេកក្រែមួយគ្នាបងស្រីបុគ្គលិកថ្មីហ្នឹងទាំងអស់គ្នាគិតមើលអារម្មណ៍របស់យើងនៅពេលដែលបើកភ្នែកឡើងឃើញមនុស្សអង្គុយញឹមដាក់អញ្ចឹងហ្មងទោះជាមិនខ្មៅក៏យើងស្លុតតែយើងខ្លាចហ្មងណាគឺគាត់ដេកញ័រខ្លួនពេញមួយយប់នៅក្នុងបន្ទប់ហ្នឹងហើយទ្វារបន្ទប់របស់គាត់ឮសលេងគោះទ្វារ10នាទីឬម្ដង10នាទីឬម្ដងប៉ុន្តែគាត់ក៏សម្ប្រឹងសង្ងំដេកបន់ឲ្យទៅដល់ភ្លឺដូចជាម្លងបាន2ថ្ងៃបងស្រីបុគ្គលិកថ្មីគាត់សួរទៅបងបុគ្គលិកចាស់ហ្នឹងថាយប់ហ្នឹងយប់ជប់មុនហ្នឹងកើតអីថៃបានដាស់គាត់ឲ្យក្រោបទាំងក្រោបឲ្យញឹមអត់និយាយអីចឹងបងស្រីបុគ្គលិកថ្មីគាត់បុគ្គលិកចាស់ហ្នឹងក៏គាត់ថាចេះយប់ហ្នឹងគាត់ដេកអត់លក់ទេគាត់ប្រាស់ខ្លួនចុះឡើងស្រាប់តែគាត់បែរខ្លួនទៅក្រែបងស្រីបុគ្គលិកថ្មីហ្នឹងស្រាប់តែឃើញមានស្រីម្នាក់ដេកចិត្តដេកក្រែហ្នឹងដេកក្រែជាមួយគ្នាហ្នឹងហ្មងដេកផ្ទឹមគាត់ណាបងហ្នឹងគាត់កាំងគាត់ដឹងនិយាយថាមិនចេះលក្ខណៈគាត់កាំងគាត់ស្លុតណាគាត់បានត្រឹមតែដាស់បងស្រីហ្នឹងឲ្យក្រោកហើយញឹមដាក់ប៉ុណ្្នឹងឯងដោយសារគាត់ហ៊ាននិយាយទេបើគាត់និយាយទៅបងស្រីបុគ្គលិកថ្មីបាច់ជាផ្អើលរត់ចេញទាំងយប់ហើយផ្អើលដល់គេនាំតែរឿងងាយៗអញ្ចឹងណាបន្តមកទៀតអារឿងហ្នឹងក៏កន្លងផុតទៅណាបងស្រីបុគ្គលិកថ្មីនេះហើយបុគ្គលិកចាស់គឺគាត់ខ្លាចបន្ទប់នឹងដូចគ្នាប៉ុន្តែគាត់ដឹងធ្វើមិនទេគឺគាត់ត្រូវតែស្នាក់នៅក្នុងបន្ទប់នឹងធម្មតាពេលហ្នឹងគឺជាពេលព្រឹកម៉ោង8ដោយសារតែគាត់ជាបុគ្គលិកធ្វើការនៅក្នុងហាងរបៀបថាហាងកាយសុផុសអញ្ចឹងគឺបុគ្គលិកទាំងអស់ត្រូវតែតែងមុខមុនទៅធ្វើការគាត់គឺម៉ោង8ព្រឹកគឺគាត់ងើបមកតែងមុខធម្មតានៅពេលដែលគាត់ផ្ទៀងដូចជាគូក្រោមភ្នែកគាត់ផ្ទៀងកញ្ចក់គូក្រោមភ្នែកគឺគាត់ឃើញមនុស្សស្រីសក់សពងហ្មងគឺឈរនៅក្រោយខ្នងរបស់គាត់មើលក្នុងកញ្ចក់មើលឃើញណាគឺមើលឃើញតែនៅក្នុងភ្នែករបស់គាត់ហ្នឹងគាត់ព្យាយាមអោនយឺតទៅចិត្តកញ្ចក់ហ្នឹងមើលហើយគាត់លក្ខណៈថាគាត់ចង់ងាកទៅក្រោយមើលលឿនប៉ុន្តែគាត់ហ៊ានគាត់ខ្លាចឃើញអីទៅគឺគាត់ស្លុតណាអញ្ចឹងគាត់បានត្រឹមតែងាកទៅយឺតប៉ុន្តែដល់ពេលងាកទៅគិតឃើញអីទេពេលហ្នឹងគាត់ចាប់ដើមភ័យខ្លាចគាត់បានត្រឹមតែអោនយឺតគូម្ដងទៀតស្រាប់តែគាត់ឃើញមនុស្សស្រីសក់សពងនៅក្រោយខ្នងគាត់ម្ដងទៀតមែនគាត់រត់ចេញទៅដល់មាននិយាយទាំងអស់គឺចាប់ពីថ្ងៃហ្នឹងទៅគឺគាត់អត់ដែរ make up នៅក្នុងបន្ទប់ហ្នឹងទេគឺគាត់ទៅ make up នៅកន្លែងធ្វើការយកតែម្ដងអាហ្នឹងគឺជារឿងទី2ដែលគាត់បានជួបអ្នកគ្នាកុំភ្លេចជួយ follow IG ខ្ញុំម្នាក់មួយហ្នឹងណាគឺមាននៅក្នុង link ខាងលើហ្នឹងអរគុណបបលើគេនិយាយពីការឆុងឆ្នាំមកនៅពេលតែមានអ្នកឆុងឆ្នាំអញ្ចឹងគឺគេឲ្យទៅកន្លែងបនសពឯណាប៉ុន្តែបងស្រីហ្នឹងគាត់ប្រាប់ថាចេះគឺគាត់ទៅកន្លែងបនសពរបស់ប្អូនចំនួនមួយគាត់នៅតាមខេត្តប្អូនចំនួនមួយគាត់ហ្នឹងគឺស្លាប់ដោយសារតាគាត់នឹងអាំងត្រីក្រាញ់នៅវាលស្រែពេលដែលបងបានហ្នឹងដល់ពេលអញ្ចឹងទៅគាត់ហាមាត់ផ្លុំហើយគាត់គិតថាត្រីក្រាញ់ហ្នឹងងាប់អត់ហើយគាត់ហាមាត់ផ្លុំស្អាតតែត្រីក្រាញ់ហ្នឹងបកាច់ឲ្យលោតចូលក្នុងមាត់គាត់តែកំពុងខ្យល់ស្លាប់ហ្មងរបៀបថាពេលដែលស្លាប់គាត់ហ្នឹងគឺឈាមឡើងដាបពេញមាត់ដោយសារអីត្រីក្រាញ់វាមាននេះវាស្រួចចាក់ពេញមាត់ឡើងហូរឈាមឲ្យដាច់កំពុងខ្យល់លក្ខណៈថាគាត់តែកំពុងខ្យល់ស្លាប់យកហ្មងហ្នឹងណាបងស្រីហ្នឹងគាត់ថាគាត់បានទៅតាន់ហេតុការណ៍ដែលគេកាត់ហេតុព្រមៗហ្នឹងប៉ុន្តែគាត់បានមើលរូបថតដែលគេថតឲ្យគាត់មើលពេលដែលគាត់ទៅបន់សពហ្នឹងណាគឺគាត់បានដឹងសោះថាខ្លួនឯងហ្នឹងបានឆុងឆ្នាំជាមួយនឹងបងប្អូនចំនួនមួយគាត់ហ្នឹងហើយដែលគាត់ទៅកម្មវិធីបន់សពហ្នឹងគឺនៅខាងក្រោមគេឈូឆអ៊ូអធ្វើបន់ធ្វើអីមកចូលរួមបន់អញ្ចឹងទៅប៉ុន្តែគាត់នៅខាងលើផ្ទះព្រោះគាត់ទៅមកពីដល់ពីពេញគាត់នៅលើបន្ទប់រៀបចំឲ្យបានរៀបចំអីគឺគាត់កំពុងតែរៀបនឹងគាត់ឮសលេងហៅគាត់បងដាហៅអញ្ចឹងណារបៀបហៅគាត់បងដាហើយសលេងហ្នឹងគឺសលេងប្អូនគាត់ដែលស្លាប់ទៅដំបូងគាត់អត់ចាប់អារម្មណ៍ពីសលេងហ្នឹងណាគាត់ក៏ដើរទៅបើកទ្វារមើលទៅរមើលអត់មានអីទេគាត់ក៏អត់មានអារម្មណ៍គិតអីច្រើនទេមកស្ទុះឡើងគឺហៅទៀតបងដាហៅគាត់អញ្ចឹងទៀតណាពេលហ្នឹងគាត់ចាប់ដើមភ័យតិចប៉ុន្តែគាត់គិតថាមែនទេមិនអាចជាបងប្អូនគាត់នឹងមកលេងគាត់អីអញ្ចឹងទេគាត់ព្យាយាមស្ងប់អារម្មណ៍តែងខ្លួនទៅបន់គេធម្មតាចោះទៅជួយបន់នៅខាងក្រោមទៅស្រាប់យប់ឡើងនៅពេលដែលគាត់បន់ហត់ទៅអញ្ចឹងគាត់ក៏ទៅមុជទឹកនៅខាងក្រោយផ្ទះរបៀបថានៅក្រោយផ្ទះនេះជាប្រភេទមានអងឬកាពីងធំអញ្ចឹងណានៅក្រោយគឺគាត់កំពុងមុជទឹកគាត់កក់សក់ទាំងអស់គ្នានៅពេលដែលគាត់កក់សក់អាពេលមុខគាត់ផ្លាក់ស្ប៊ូនគាត់យកអីញីហ្វូមលាងមុខញីអីមើលប្រព្រឹត្តគាត់ឃើញប្អូនដែលស្លាប់នឹងឈរនៅមុខគាត់ហើយហូរឈាមតាមមាត់ចេះឈរមើលគាត់ហើយញឹមរបៀបហូរឈាមតាមមាត់មើលមកគាត់អញ្ចឹងណាពេលហ្នឹងគឺគាត់ស្លន់មែនតើគឺគាត់ស្លន់ភ័យធ្លាក់នេះពីដៃហ្មងធ្លាក់តល់ពីដៃហ្មងហើយគាត់ព្យាយាមនេះស្ប៊ូឡើងលឿនមែនតើមើលម្ដងទៅតើអត់មានឃើញអីទេ
ដល់ពេលដែលគាត់មើលណមានឃើញអីទាំងអស់គ្នាដល់ពេលដែលគាត់អោនទៅដងទឹកនៅក្នុងពីងគឺគាត់ឃើញមានប្អូនរបស់គាត់នឹងអោនពីក្នុងពីងនឹងមើលគាត់ដែរលក្ខណៈគាត់អោនអញ្ចឹងវាអោនមកពីមុខអញ្ចឹងដែរអោននឹងលក្ខណៈអោនមកគាត់ឡើងភ្ញាក់មែនទែនព្រោះអាស្អីដែលស្រក់ចូលហ្នឹងគាត់គិតថារបៀបថាគាត់គិតថាជាឈាមដែលហូរចូលក្នុងទឹកហ្នឹងតាមពិតគឺសក់របស់គាត់ទៅទឹកអញ្ចឹងហើយវាហូរទឹកចូលក្នុងហ្នឹងក្នុងថ្ងៃហ្នឹងគាត់ចាប់ផ្ដើមមានអារម្មណ៍ថាអត់សូវស្រួលទេគាត់តែទៅសួរម៉ាក់គាត់ថាគាត់មានអារម្មណ៍អត់សូវល្អទេមកប៉ុនហ្នឹងគាត់អីម៉ាក់គាត់មើលទៅគាត់ប្រាប់ដែរថាអញ្ចឹងឆុងឆ្នាំហើយដោយសារតែម៉ាក់គាត់បានមកប៉ុនហ្នឹងណាដោយសារម៉ាក់គាត់ដឹងខ្លួនឯងឆុងឆ្នាំគាត់ទៅទេអញ្ចឹងបងស្រីហ្នឹងគាត់ដឹងគាត់ឈលជាមកដល់ហើយម៉ាក់គាត់ប្រាប់ថាគាត់ឆុងឆ្នាំចឹងទៀតគាត់ក៏អត់ហ៊ានមកអីច្រើនអត់ហ៊ានគិតអីអាក្រក់ហើយគាត់ក៏អត់សូវជឿលើរឿងហ្នឹងអញ្ចឹងណាយប់ឡើងដល់ពេលដែលគាត់ដេកនៅក្នុងកម្មវិធីប៉ុនធម្មតានៅពេលប៉ុនមានប៉ុនឬក៏កាយណាវាច្រើនបងប្អូនដេកជុំគ្នាមកជួអញ្ចឹងណាគាត់ដេកមកជួមួយគេដែរនៅពេលដែលគាត់នៅពេលហ្នឹងគឺខ្ទង់ម៉ោង1ម៉ោង2នៅពេលដែលគាត់ដេកអាលាវលក់អាលាវហ្នឹងគាត់មើលទៅអីគេថ្នាំផ្ទះឃើញអូននឹងអង្គុយនៅលើថ្នាំផ្ទះហើយយល់ជើងហើយមាត់វាអាយ៉ាហូរឈាមហូរមកហ្មងហើយគាត់ស្រែកលងប៉ាល់គេគ្រប់គ្នាដល់ពេលអញ្ចឹងចាស់ផ្សេងទៀតគាត់ព្យាយាមអត់ធូកអត់អីអត់ធូកអត់អីទៅព្រោះគាត់គិតថាហើយកូនអត់ដឹងខ្លួនឯងស្លាប់អីហ្នឹងអត់ធូកអត់អីនិយាយព្យាយាមនិយាយឲ្យបងនឹងស្ងាត់ទៅព្យាយាមនិយាយឲ្យកុំឲ្យណាគេខ្លាចនៅក្នុងមន្ទីរតែម្នាក់ខ្លាចហើយអ្នកខ្លះទៀតគេចេញទៅយប់ហ្មងចេញទៅដេកទស្សនៈដេកឆ្ងាយពីផ្ទះហ្នឹងអញ្ចឹងណាតែបងស្រីហ្នឹងគាត់ព្យាយាមថាគាត់មិនមែនធ្វើអាក្រក់មកអូននឹងហងគាត់ព្យាយាមធ្វើធម្មតានៅផ្ទះហ្នឹងប៉ុន្តែនៅពេលដែលគាត់ដេកទៅវិញទាំងអស់គ្នានៅពេលដែលគាត់ដេកទៅវិញគាត់ឃើញវាសពឃើញអូនហ្នឹងហ្មងឲ្យមាត់វាហូរឈាមដូចគាត់ឃើញនៅពេលដែលគាត់មួយទឹកហ្នឹងគឺកំពុងតាឈោមើលគាត់ហើយយល់សំនឹងដូចមែនតែនហ្មងណាគឺគាត់ដេកនៅក្នុងផ្ទះហ្នឹងដដែលទេនៅក្នុងអីដែលគាត់ប្រាប់ហ្នឹងណាប៉ុន្តែគាត់មានអារម្មណ៍ថាកូននឹងកំពុងឈោមើលមកគាត់ដាក់ភ្នែកឈោមើលគាត់ហើយបក់ដៃហៅមកបក់ដៃហៅអញ្ចឹងទៅដល់ពេលដែលបានកម្មវិធីបុណ្យសពហ្នឹងគឺចាប់ដើមបញ្ចប់ហើយក៏បន្ទាប់មកគេក៏ធ្វើបុណ្យ7ថ្ងៃជាមួយគ្នានឹងហ្មងឲ្យហើយអញ្ចឹងណាខ្ញុំមិនដឹងថានៅខេត្តផ្សេងគឺមានអញ្ចឹងដែរអត់ទេនៅពេលដែលក្នុងថ្ងៃហ្នឹងគឺបងស្រីហ្នឹងគាត់លក្ខណៈអត់ធូកហើយរបៀបថាគាត់និយាយគ្នាគាត់និយាយមួយបងប្អូនគាត់ថាចេះបើសិនជាអូននឹងដឹងខ្លួនថាស្លាប់ហើយអញ្ចឹងចេះបាច់មករកគាត់ទេគាត់នឹងអត់គាត់ថាចេះគាត់អត់នេះទេគាត់ខ្លាចគាត់អីគាត់ឈាមប្រាប់អីអញ្ចឹងណាដល់ពេលដែរបងប្អូនចំនួនមួយគាត់ម្នាក់ទៀតហ្នឹងគាត់និយាយលេងហារបៀបគាត់ផឹកស្វឹងគាត់និយាយលេងចេះបើហែងមកហើយមកលេងអញផងមកកុំទៅលេងតែមីអូនហ្នឹងពេកមកលេងអញអញ្ចឹងរបៀបគាត់និយាយផ្ដាស់លេងអញ្ចឹងណាតែសត្វតែប្រឡឹងអូននឹងចូលក្នុងពូនឹងចូលស្រែកលោឡាចូលវាយមាត់ខ្លួនឯងឡើងឈាមមាត់ដូចអីដែលគាត់នេះចូលដូចត្រីក្រាន់ចូលមាត់ហ្នឹងគឺហូរឈាមអាឡាក់ពេញមាត់ហ្មងហូរដល់គេអត់ធូកសុំវ៉សុំអីចឹងទៅអរគ្នាអាហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយកុំភ្លេចទៅតាមដានទស្សនារឿងផ្ទះតៃហោងជាស្នាដៃនិពន្ធរបស់ខ្ញុំនឹងធ្វើការចាក់បញ្ចាំងនៅថ្ងៃទី24ខែ8នេះហើយគ្រប់រោងភាពយន្តទាំងអស់បាយបាយប្រយ័ត្នជាងដំដេចគោលចំកណ្ដាលផ្ទះបើសិនជាឆ្លោះមួយជាងទាំងអស់គ្នាអាហ្នឹងមិនថាតែម៉ាក់ខ្ញុំទេមិនថាមនុស្សចាស់គាត់តែប្រាប់ឯនៅពេលដែលយើងធ្វើផ្ទះខ្មែរហាមធ្វើផ្ទះឈើហ្នឹងគឺដាច់ខាតហាមឆ្លោះជាមួយជាងចង់បានអីគឺឲ្យជាងហ្នឹងទៅប្រយ័ត្នជាងខឹងដំដេចគោលចំកណ្ដាលផ្ទះហើយគេថាអាការដំដេចគោលចំកណ្ដាលផ្ទះហ្នឹងគឺការសកាត់ព្រលឹងខ្មោចសកាត់វិញ្ញាណអីឲ្យនៅក្នុងហ្នឹងអ៊ំគាត់ថាចេះនៅក្នុងថ្ងៃហ្នឹងគឺគាត់ធ្លាប់ឆ្លោះមួយជាងម្ដងរឿងពេលថ្ងៃអញ្ចឹងទៅអត់ទិញកាហ្វេគេផឹកណាពេលហ្នឹងគាត់កំហុសគាត់ដែរគាត់លក្ខណៈរត់ដល់ទិញគេអញ្ចឹងហ្នឹងគាត់ទិញអញ្ចឹងទៅក៏ស្ដីគេឆ្លោះមួយគេអញ្ចឹងទៅខាងអញអ្នកប្រើអីមិនមែនត្រូវទិញរហូតអីចឹងណាបន្ទាប់មកទៀតគាត់ក៏ដឹងថាជាងហ្នឹងធ្វើអីនៅលើផ្ទះគាត់ទេគឺគាត់ដឹងហ្មងពេលដែលផ្ទះធ្វើហើយគាត់ចូលទៅនៅក្នុងផ្ទះរបស់គាត់អាកន្លែងតសហ្នឹងគាត់អាចចាប់អារម្មណ៍ថានៅក្នុងអាកន្លែងកដាលតសហ្នឹងមានដូចកូនអីគាត់អាចដឹងសោះហ្មងស្រាប់តែមានថ្ងៃមួយដែលប្តីគាត់ឡើងមកលើផ្ទះហ្នឹងប្តីគាត់ឮសលេងគាត់និយាយនៅលើផ្ទះក្នុងបន្ទប់អញ្ចឹងលក្ខណៈនិយាយឡូឡាដល់ពេលប្តីគាត់បាត់ទ្វារចូលទៅក៏មានឃើញអីទេហើយដល់ពេលដែលទៅមើលអ៊ំស្រីគាត់នៅក្រៅមកកំពុងបោកកៅអៅនៅក្រៅវិញអញ្ចឹងណាហើយនឹងមួយទៀតហ្នឹងគឺកូនរបស់គាត់ហ្នឹងគាត់ថារាល់យប់គឺមានមនុស្សអឺតលក្ខណៈដូចមានភ្នែកអឺតមើលពីអាកន្លែងចម្រឹងប្អួយខាងក្រៅហ្នឹងអឺតលើមចុះឡើងទាំងតែខាងក្រៅរបស់គាត់អត់មានវេរ៉ង់ដាយត្រូវដើរកើតទេគាត់មានអារម្មណ៍ថាគឺអឺតចុះអឺតឡើងពេលខ្លះទៀតគាត់ងាកទៅឆ្វែកគឺឃើញភ្នែកហ្នឹងលក្ខណៈស្លឹងមកហ្មងដាក់ភ្នែកសោះហ្មងហើយនៅក្នុងយប់ដែលគាត់មួយទឹករួចគាត់លក្ខណៈមកឆ្លោះកញ្ចក់គាត់មកឆ្លោះកញ្ចក់តែងខ្លួនផាត់លក្ខណៈថាលាបម្សៅលាបបីយប់ឡើងគាត់ហ្នឹងគឺគាត់ឃើញនេះគឺគាត់ឃើញមានអាសក់របស់គាត់ហ្នឹងគឺដាច់ចុះមកទាំងដុំនៅពេលដែលគាត់ទាញមកមើលទៅ
វាមិនមែនជាសក់របស់គាត់សក់គាត់ពណ៌ខ្មៅប៉ុន្តែស្អាតទាំងដុំហ្នឹងដូចចេញមកពណ៌ខៀវពណ៌ក្រហមពណ៌អីមិនដឹងចឹងណាគាត់មានអារម្មណ៍ថាវាតកតងជាមួយនឹងរឿងផ្ទះហ្នឹងគាត់ក៏ដើររកឌីកូនៅកណ្ដាលផ្ទះហ្នឹងគាត់រកឃើញមែនអីចឹងទៅហើយក៏ហៅលោកឲ្យមកជួយសូត្រមន្តចឹងណាអ្នកទាំងអស់គ្នាហ្នឹងគឺជារឿងដែលយើងពិចារណាដឹងហើយថាគេឲ្យឆ្លងវិជាទេអ្នកណាខ្លះដែលមានមិត្តភ័ក្តិចូលចិត្តលេងសើចពេលទៅដើរលេងកន្លែងឆ្ងាយឆ្ងាយរឿងហ្នឹងគឺកាត់ឡើងទៅលើបងប្រុសមួយដែលជាមិត្តភ័ក្តិរបស់បងប្រុសខ្ញុំគាត់ប្រាប់ថាចាមានពេលហ្នឹងគាត់ទៅដើរលេងនៅកប៉ោតជុំគ្នាហើយគាត់ក៏ចូលប៊ូទិកមួយកន្លែងនៅជាប្រភេទប៊ូទិក2ជាន់វាជាកញ្ចក់ហ្មងប្រភេទកញ្ចក់អាចមើលឃើញខាងក្រៅហើយខាងក្រៅអាចមើលឃើញខាងក្នុងបានតែមានវាងណូនអាចទាញបិទបើកបានអញ្ចឹងណាគាត់ពេលដែលគាត់មកដល់រីសតនឹងប៊ូទិកនឹងភ្លាមគាត់ក៏យកសោមកដើម្បីចាក់ចូលបន្ទប់ប៉ុន្តែមុនគាត់ចាក់ចូលហ្នឹងគាត់មួយមិត្តភក្តិគាត់នៅគោះទ្វារបន្ទប់ឲ្យស្រែកថាចេះនៅវើណែគេនៅខាងក្នុងឆាប់បើកទ្វារពីណាគេនៅខាងក្នុងឆាប់ចេញឥឡូវអញមិននៅហើយបន្ទប់របស់អញជួលហើយពួកគាត់ក៏ចាក់សោចូលឲ្យបែបសើចធម្មតាគាត់ថាលេងសើចចឹងទៅណាមិត្តភក្តិគាត់ម្នាក់ទៀតហ្នឹងនៅពេលដែលគាត់ចូលដល់ក្នុងបន្ទប់នឹងភ្លាមគាត់ក៏ដើររមើលតាមក្លុកក្លៀតលក្ខណៈក្លៀតសុំលុកថតក្លៀតអី300គាត់ថាយន់ក្នុងបើបន្ទប់ណាមានយន់បន្ទប់នឹងប្រហែលជាមានខ្មោចចឹងណាគាត់ក៏បើកខំពុកទៅឃើញកណាត់ខ្មៅអីកណាត់ក្រហមដែលគេកណាត់ក្រហមដាក់ចូលក្នុងកូនថងទូចមួយចឹងណាដល់ពេលគាត់មើលទៅគាត់មើលថាខាងក្រៅគាត់បើកចូលខាងក្នុងគាត់ថាគាត់និយាយថាចឹងយន់ដូចយន់ដេញខ្មោចហើយដល់ពេលមិត្តភក្តិគាត់មួយទៀតថាប្រហែលជាយន់លើកវិស័យយន់អីផ្សេងទេមិនមែនតតងមួយខ្មោចតតងអីទេពួកគាត់ក៏បានចាប់អារម្មណ៍ពីរឿងហ្នឹងទៀតដែរពេលយប់ដែលគាត់រៀបចំអីហូបជុំគ្នានៅខាងក្រៅហ្នឹងគាត់អង្គុយហូបអីខាងក្រៅជុំគ្នាបងប្រុសដែលគាត់ប្រាប់រឿងហ្នឹងគាត់ក៏លក្ខណៈឈឺនោមខ្លាំងគាត់មកបន្ទប់ក៏បើកទ្វារចូលបន្ទប់មុនដល់ពេលចូលបន្ទប់ទៅគាត់រកចូលបន្ទប់ទឹកហើយប៉ុន្តែនៅក្នុងបន្ទប់ទឹកហ្នឹងគឺបាត់ទ្វារហើយលើសលេងចាក់ទឹកដូចមានមនុស្សនៅខាងក្នុងណាគាត់ស្មានតែមិត្តភក្តិគាត់មានតែគេចូលបន្ទប់ទឹកគាត់ក៏ចេញទៅខាងក្រៅសួរវិញថាណាគេចូលបន្ទប់ទឹកអីចឹងដល់ពេលមើលខាងក្រៅគឺមិត្តភក្តិគាត់4នាក់ទេគឺនៅនឹងទាំងអស់ជុំគ្នាអត់មានគេចូលបន្ទប់ទឹកទេប៉ុន្តែគាត់ច្រើននៅសារពេលគាត់ឈឺនោមគាត់ក៏ទៅនោមមិនធម្មតាទៅបន្តមកទៀតខ្ទង់ម៉ោង12ដែលគាត់ហូបញ៉ាំអីហើយសវឹងលក្ខណៈរឿងសវឹងគ្រប់គ្នាដែរអញ្ចឹងណាគាត់ក៏ចែកគ្នា3នាក់ដេកនៅខាងលើ2នាក់ទៅដេកក្រោមបងប្រុសដែលប្រាប់រឿងគាត់ដេកនៅខាងក្រោមហ្នឹងជាមួយនឹងមិត្តភក្តិគាត់ម្នាក់ដែលគាត់កំពុងសវឹងខ្លាំងបងប្រុសហ្នឹងពេលយប់ហ្នឹងគឺគាត់ដេកបែរខ្នងហើយបងម្នាក់ទៀតហ្នឹងគាត់ដេកបែរខ្នងដែរបែរទៅកញ្ចក់ហើយបន្ទប់ក្នុងបន្ទប់ហ្នឹងគឺមានកញ្ចក់មកល្វែងដែលពេលដែលដេកទៅយើងអាចមើលឃើញខ្លួនឯងបាននៅក្នុងកញ្ចក់ហ្នឹងមើលឃើញហ្មងលក្ខណៈកញ្ចក់ឆ្លុះមុខហ្មងមើលឃើញអញ្ចឹងណាបងដែលគាត់ដេកប្រាប់រឿងគាត់ដេកចុចទូរស័ព្ទហ្នឹងគាត់មើលកន្ទុយភ្នែកទៅឃើញបងប្រុសហ្នឹងងើបដើរទៅបន្ទប់ទឹកហើយងើបដើរទៅបន្ទប់ទឹកណាគាត់ក៏លើកទូរស័ព្ទឡើងថត selfie ប្រាប់សង្សារគាត់ថាគាត់កំពុងដេកនៅនេះចេះទៅប៉ុន្តែនៅពេលដែលគាត់មើលក្នុងទូរស័ព្ទគាត់ឃើញរូបបងប្រុសហ្នឹងដេកនៅខាងក្រោយហ្នឹងដដែលបែរទៅកញ្ចក់កំពុងមើលមកគាត់ហើយគាត់ឆ្ងល់ចេះហើយចាំបងនៅក្រោយចាមិញណាគេដើរចូលបន្ទប់ទឹកប៉ុន្តែនៅពេលដែលគាត់ក្រាបឡើងបែរទៅមើលច្បាស់ហ្មងអត់មានបងនៅលើក្រែណាអត់មានបងនៅលើក្រែគឺមានតែអីដែលគាត់ឃើញហ្នឹងគឺរូបភាពមនុស្សនៅក្នុងទូរស័ព្ទគាត់នៅក្នុងកញ្ចក់ខាងក្រៅអត់មានមនុស្សទេរបៀបអញ្ចឹងហើយមកផ្ទុះឡើងគាត់ឃើញបងដើរចេញមកវិញត្រូវបែបស្វឹងហើយមកដេកលើក្រែនឹងធម្មតាវិញបងហ្នឹងក៏ចាប់ដើមភ័យតិចដែរលក្ខណៈភ័យប៉ុន្តែគាត់គិតថាប្រហែលជាគាត់ស្វាងឲ្យខ្លួនឯងទេគាត់ក៏ដេកបែរខ្នងចុចទូរស័ព្ទធម្មតាទៀតប៉ុន្តែនៅពេលដែលគាត់ចុចទូរស័ព្ទគាត់បែរខ្លួនទៅខាងបងនោះវិញអញ្ចឹងណាគឺគាត់ឃើញបងនោះដេកបែរខ្នងមិនតែបើកភ្នែកមើលកញ្ចក់ហ្មងបើកភ្នែកស្លឹងមើលកញ្ចក់លក្ខណៈមើលដាក់ភ្នែកចាបន្តមកទៀតបងនឹងគាត់ឆ្ងល់បងនឹងស្វឹងខ្លាំងមិនគាត់ដេកគាត់ក៏អើតមើលមុខបងមួយហ្នឹងឃើញបងនឹងបាត់ភ្នែកដេកធម្មតាទេប៉ុន្តែគាត់ពេលគាត់មើលទៅកញ្ចក់ឃើញបងនឹងបើកភ្នែកមើលមកគាត់បើកភ្នែកមើលក្នុងកញ្ចក់ហ្នឹងហ្មងរបៀបគាត់ឃើញប៉ុណ្ណឹងគាត់ឡើងស្លន់ហ្មងគាត់ចុះពីក្រែភ្លាមឡើងទៅជាន់ខាងលើដេកមិត្តភក្តិគាត់3នាក់ទៀតបណ្ដោយដល់ពេលបងនៅខាងលើហ្នឹងបងម្នាក់មួយគាត់ប្រាប់រឿងដែរគាត់ថាយប់ហ្នឹងគឺគាត់ឃើញបងនោះចូលមកបន្ទប់គាត់ក៏ដេកលក្ខណៈដេកគាត់ធ្វើសង្ងំដេកដូចគ្នាប៉ុន្តែគាត់សង្ងំដេកគាត់ដេកបែរទៅបន្ទប់ទឹកហើយបន្ទប់ទឹកនៅខាងលើហ្នឹងគឺជាប្រភេទបន្ទប់ទឹកគូស្នេហ៍របៀបថាកញ្ចក់អាចមើលធ្លុះដល់ខាងក្នុងធ្វើអីអ្នកនៅមួយទឹកខាងក្នុងអីធ្វើអីក៏អាចមើលឃើញទាំងអស់ណាប៉ុន្តែពេលហ្នឹងមិត្តភក្តិគាត់ដេកនៅក្រៅទាំងអស់ហើយដេកនៅទាំងអស់គ្នាហ្នឹងគឺដេកលើក្រែទាំង3នាក់គាត់ដេកបែរក្នុងតែឯងគាត់មើលពីក្នុងកញ្ចក់ទៅដូចឃើញមានស្មៅមនុស្សអើតមើលចេះលក្ខណៈអើតមើលពីក្នុងហ្នឹងចេញមកកន្លែងគាត់ដេកហ្នឹងអើតមើលរបៀបអញ្ចឹងណាអើតមើលមកគាត់អញ្ចឹងហ្មងគាត់ក៏ដើរចូលក្នុងបន្ទប់ទឹកមើលមានមនុស្សអត់មានទេហើយនៅពេលគាត់រាប់មនុស្សមិត្តភក្តិគាត់នៅលើក្រែឃើញដេកទាំង3នាក់ឯងនៅលើក្រែមានគេនៅក្នុងឯងគាត់មកដេកទៀតគាត់មើលទៅឃើញអញ្ចឹងទៀតឃើញអញ្ចឹងរបៀបអើតមើលអញ្ចឹងទៀតហ្មងអើតមើលអញ្ចឹងទៀតហើយប៉ុន្តែច្បាស់ជាងមុនគាត់ឃើញមានរូបស្រីរបៀបលក្ខណៈមនុស្សស្រីភ្នែកស្រឡឹងរបៀបបើកមកកន្លោតឲ្យមើលមកអញ្ចឹងហ្មងពេលហ្នឹងមិនគាត់
ចាប់ផ្ដើមភ័យខាងគាត់ងាកទៅកេះមាត់ភ័ក្រគាត់ផ្សេងតែអត់មានតែគេភ្ញាក់ដល់ពេលបងមួយដែលគាត់ប្រាប់រឿងហ្នឹងគឺគាត់សង្ងំដេកគាត់លក្ខណៈគាត់ថាបន្ទប់នឹងអត់ស្រួលទេអញ្ចឹងគាត់ក៏គិតថាអត់ចង់និយាយច្រើនទៀតទេអញ្ចឹងឲ្យបងម្នាក់មួយដែលគាត់ឃើញនឹងសង្ងំដេកដែរទៅអញ្ចឹងគាត់សង្ងំដេកទាំងអស់គ្នាប៉ុន្តែដឹងអត់បងមួយដែលគាត់ឡើងទៅដេកនៅខាងលើហ្នឹងគាត់ប្រាប់ថាចាក្នុងយប់ហ្នឹងគឺនៅកន្លែងវេដងដៃខាងក្រៅហ្នឹងគឺគាត់មានមនុស្សដើរមានស្មៅមនុស្សស្រីដើរចុះដើរឡើងដើរចុះដើរឡើងហើយឈប់នៅកន្លែងកញ្ចក់ហ្នឹងហើយមើលពីអានឹងណូនដែលគេបាំងកញ្ចក់ហ្នឹងទៅគឺឃើញស្មៅហ្នឹងឈោបាយមកពួកគាត់ហ្មងឈប់បាយមើលពួកគាត់របៀបអញ្ចឹងណាមកយប់ហ្នឹងគាត់ដាក់លក់ឲ្យទាំងអស់គ្នាបងមួយនោះទៀតគឺគាត់លឺសលេងហ្មងគាត់លឺសលេងក្រឹកក្នុងបន្ទប់ទឹករហូតហ្មងណាហ្នឹងហើយទាំងអស់គ្នាហ្នឹងគឺជារឿងដែលគាត់បានទៅជួបនៅពេលដែលគាត់ទៅដើរលេងនៅ resort ហ្នឹងហើយទាំងអស់គ្នារឿងផ្ទះតែហើយនឹងធ្វើការចាក់បញ្ចាំងនៅថ្ងៃទី24ខែ8នេះហើយនៅគ្រប់រោងភាពយន្តទាំងអស់នៅក្នុងប្រទេសកម្ពុជាហើយខ្ញុំនឹងមានធ្វើការ give survey សពតដែរប៉ុន្តែខ្ញុំនឹងធ្វើការប្រកាសនៅ2 3ថ្ងៃទៀតបាយបាយម៉ាក់ខ្ញុំហាមរហូតថាបើសិនជាយើងងើបហូបបាយនៅពេលយប់ជ្រៅប្រយ័ត្នមានអីមួយអង្គុយហូបមួយយើងទោះម៉ាក់ខ្ញុំដាស់ជឿនចឹងក៏ដោយប៉ុន្តែខ្ញុំអត់ស្ដាប់ទេណាខ្ញុំនៅតែក្រោកហូបបាយកណ្ដាលយប់ហ្មងដូចជាខ្ទង់ម៉ោង11 12គឺខ្ញុំងើបទៅដួសបាយហូបហើយទាំងអស់គ្នាធម្មតានៅពេលដែលម៉ាក់ខ្ញុំស្លាប់ហាមអញ្ចឹងខ្ញុំអត់ហ៊ានបាត់ភ្លើងអីញ៉ៃដោយសារខ្ញុំខ្លាចអញ្ចឹងណាគឺខ្ញុំទៅដួសបាយហូបធម្មតានៅក្នុងផ្ទះបាយរបស់ខ្ញុំគឺវាអាងឹតខ្លាំងមែនតើខ្ញុំមានតែបន្ទូរស័ព្ទមួយខ្ញុំបាត់7ដើម្បីដើរថតបាយអញ្ចឹងណាស្ដាប់ខ្ញុំមានអារម្មណ៍ថាក្នុងផ្ទះបាយខ្ញុំចម្លែកវាដូចមានអីមួយដែលមើលមកយើងរហូតនៅក្នុងផ្ទះបាយហ្នឹងណាខ្ញុំក៏ព្យាយាមខ្ញុំខ្លាចដែរប៉ុន្តែព្យាយាមងាប់អារម្មណ៍ហើយក៏ដួសបាយហូបធម្មតាដោយសារតែខ្លាចម៉ាក់ខ្ញុំដឹងថាខ្ញុំងើបហូបបាយហ្នឹងគឺខ្ញុំដួសបាយមួយចានហ្នឹងមកក្នុងបន្ទប់ខ្ញុំដើម្បីហូបចឹងណាហើយពេលហ្នឹងខ្ញុំរកកន្លែងទីតាំងណាដែលវាស្រួលអង្គុយអត់មានខ្ញុំក៏អង្គុយនៅមុខកញ្ចក់តែខ្ញុំដឹងមកថាខ្ញុំយកទៀនមួយដើមហ្នឹងមកដោតនៅមុខកញ្ចក់ហើយខ្ញុំយកទូរស័ព្ទលេងធម្មតាហើយក៏ខ្ញុំក៏ដួសបាយហូបតែអីដែលខ្ញុំឃើញនៅក្នុងមុខកញ្ចក់ហ្នឹងណាគឺរូបភាពខ្មៅធាត់ឈរលក្ខណៈថានៅនឹងភ្នែកខ្ញុំហ្មងស្លឹងមើលខ្ញុំអត់ដាក់ភ្នែកទេស្លឹងមើលខ្ញុំអត់ដាក់ភ្នែកទេហើយពេលនេះខ្ញុំស្លុតខ្លាំងមែនតើខ្ញុំស្រែកមកទៅហឹងដល់ពេលម៉ាក់ខ្ញុំបាក់ទ្វារចូលមកគាត់សួរនាំថាមានរឿងអីខ្ញុំប្រាប់ថាខ្ញុំឃើញរូបភាពចេះរូបភាពអីអស់ហ្នឹងអញ្ចឹងណាគាត់ភ្ញាក់ផ្អើលមែនតើដល់ពេលគាត់ងាកទៅគាត់ឃើញគាត់ងាកទៅក្នុងកញ្ចក់គាត់ឃើញដែរគាត់ឃើញដូចគ្នាប៉ុន្តែរូបដែលគាត់ឃើញហ្នឹងគឺរូបខ្ញុំហើយអីដែលខ្ញុំស្លុតហ្នឹងគឺរូបខ្លួនឯងមូលហេតុដែលបានខ្ញុំហាមឲ្យហូបបាយពេលយប់នឹងអស់នេះដឹងតែអ្វីថាពេលយប់វាធ្វើជាងឡើងគីឡូប៉ុន្តែខ្ញុំអត់ស្ដាប់ទេខ្ញុំតែងតែងើបលួចហូបបាយពេលយប់ចឹងហើយទៅរូបភាពដែលខ្ញុំឃើញនេះគឺរូបខ្ញុំខ្លួនឯងនៅមុខកញ្ចក់ហ្នឹងណាស់គ្នាបាយបាយមានតែប៉ុណ្្នឹងទេ